សៀវភៅដើរតាមបេះដូងវគ្គទី8ចូលធ្វើតាមបេះដូងរបស់អ្នកបេសកកម្មនៅក្នុងជីវិតរបស់អ្នកគឺមិនមែនខំប្រឹងរស់យ៉ាងណាឲ្យជៀសផុតពីបញ្ហានោះទេតែបេសកកម្មរបស់អ្នកគឺខំប្រឹងរស់នៅយ៉ាងណាឲ្យពោរពេញដោយសេចក្តីរីករាយ 1. ធ្វើអ្វីដែលអ្នកស្រឡាញ់ចូលចិត្ត 2. ការងាររបស់អ្នក 3. ផ្លាស់ប្ដូរទិសដៅរបស់អ្នក 4. អ្វីទៅជាពាក្យដោះសាររបស់អ្នក 1. ធ្វើអ្វីដែលអ្នកស្រឡាញ់ចូលចិត្តមានគំនិតសំខាន់ចំនួន2នៅក្នុងជំពូកនេះទី1អ្នកគឺជាមនុស្សតែមួយគត់ដែលជាអ្នកជ្រើសរើសអាកប្បកិរិយារបស់ខ្លួនឯងបានដូច្នេះបើអ្នកចង់អ្នកអាចមានសេចក្តីរីករាយចំពោះការងារគ្រប់ប្រភេទមិនថាវាជាការងារបែបណាឡើយនិងទី2បើអ្នកធ្វើការងារដែលអ្នកស្រឡាញ់ចូលចិត្តអ្នកនឹងមានសេចក្តីរីករាយអ្នកនឹងកាន់តែងាយនឹងទទួលបានភាពជោគជ័យហើយអ្នកប្រហែលជារកលុយបានកាន់តែច្រើនថែមទៀតផងដូច្នេះចំពោះចំណុចទី1ខ្ញុំចង់មានន័យថាចូលបង្កើតអាកប្បកិរិយាឲ្យមានសេចក្តីស្រឡាញ់ចូលចិត្តអ្វីក៏ដោយដែលអ្នកកំពុងតែធ្វើនាពេលនេះបន្តមកទី2ខ្ញុំចង់មានន័យថាចូលចេញដំណើរធ្វើអ្វីទៅតាមបេះដូងរបស់អ្នកតើចំណុចទាំងពីរនេះមានការប្រឆាំងគ្នាមានដែរទេអត់ទេសម្រាប់រយៈពេលខ្លីជាញឹកញាប់អ្នកត្រូវការប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទាញប្រយោជន៍ឲ្យច្រើនបំផុតពីស្ថានភាពណាមួយដែលអ្នកកំពុងតែស្ថិតនៅបើអ្នកត្រូវការលុយអ្នកប្រហែលជាត្រូវការស្នាក់នៅជាមួយនឹងការងារបច្ចុប្បន្ននេះបន្តទៀតសិនដើម្បីរៀបចំផែនការសម្រាប់អនាគតសម្រាប់រយៈពេលវែងជីវិតរបស់អ្នកមានសេចក្តីសុខពេញបរិបូរណ៍ទៅបានលុះត្រាតែអ្នកធ្វើអ្វីដែលអ្នកត្រូវនឹងអារម្មណ៍ពេញចិត្តរបស់អ្នកការងារល្អឥតខ្ចោះជាញឹកញាប់យើងតែងតែមានអារម្មណ៍ថាការងាររបស់អ្នកដទៃមើលទៅដូចជាស្រួលជាងយើងហើយសប្បាយជាងការងាររបស់ខ្លួនហើយថែមទាំងបានលុយច្រើនទៀតផងគិលានុបដ្ឋាយិកាគិតថាដុកទ័រមើលទៅដូចជាងាយស្រួលជាងបុគ្គលិកលក់គិតថាអ្នកគ្រប់គ្រងផ្នែកលក់មើលទៅដូចជាងាយស្រួលជាងមនុស្សគ្រប់គ្នាគិតថាអ្នកនយោបាយធ្វើការស្រួលប៉ុន្តែទីបំផុតយើងសុទ្ធតែរកឃើញថាលើโลกនេះគ្មានទេការងារដែលល្អឥតខ្ចោះហេតុអ្វីទៅព្រោះមនុស្សផ្ដល់ប្រាក់ខែឲ្យយើងដើម្បីឲ្យធ្វើតែកិច្ចការណាដែលពួកគេមិនអាចធ្វើបានដោយខ្លួនឯងតែប៉ុណ្ណោះដូច្នេះការងារនេះគឺជាបញ្ហាដែលពួកគេមិនអាចដោះស្រាយបានហើយបើគ្មានបញ្ហាដើម្បីដោះស្រាយទេយើងក៏គ្មានការងារណាមកធ្វើដែរកុំចេះតែដើរចុះដើរឡើងហើយនិយាយថាពិភពលោកត្រូវតែផ្ដល់ឲ្យអ្នកបែបនេះឬបែបនោះយល់ខុសហើយពិភពលោកគ្មានជំពាក់អ្នកបន្តិចទេបើអ្នកមិនចូលចិត្តការងាររបស់អ្នកទេអ្នកមានជំរើសពីរត្រូវផ្លាស់ប្ដូរអារម្មណ៍របស់អ្នកឬត្រូវផ្លាស់ប្ដូរការងាររបស់អ្នកដោយការស្រមៃមមាយយើងចូលចិត្តនិយាយថាបើការងារខ្ញុំងាយស្រួលជាងនេះនោះខ្ញុំនឹងសប្បាយចិត្តមិនខានប៉ុន្តែជាក់ស្ដែងតាមពិតយើងមិនចូលចិត្តការងារដែលងាយស្រួលពេកឡើយនៅពេលការងារប្រែជាងាយស្រួលបំផុតជានិច្ចកាលយើងចាកចេញពីវាយើងចូលចិត្តតែការងារណាដែលពិបាករហូតដល់យើងស្វែងរកវាថែមទៀតផងសូម្បីតែដំណើរកម្សាន្តក៏យើងចូលចិត្តដំណើរកម្សាន្តណាដែលមានលក្ខណៈលំបាកលំបិនដែរហេតុអ្វីបានជាអ្នកគិតថាកីឡាវាយកូនហ្គោគឺជាកីឡាដែលមានប្រជាប្រិយខ្លាំងម្ល៉េះព្រោះវាត្រូវបានគេឌីហ្សាញឡើងដើម្បីធ្វើឲ្យអ្នកពិបាកធ្វើឲ្យអ្នកហត់នឿយហើយខឹងសម្បារនឹងឯង Fred និយាយថាបើខ្ញុំអាចរកបានការងារដែលមិនធ្វើលំហាត់ដដែលទេខ្ញុំមុខជាសប្បាយចិត្តមិនខានការងារភាគច្រើនគឺជាការងារដែលធ្វើសកម្មភាពដដែលបើអ្នកជាលេខាការងាររបស់អ្នកគឺសរសេរសម្បត្តិមួយហើយមួយទៀតបើអ្នកជាតារាសម្ដែងការងាររបស់អ្នកគឺថតភាពយន្តមួយហើយមួយទៀតអ្វីគឺធ្វើការដដែលទាំងអស់នៅពេលយើងបែងចែកសកម្មភាពនីមួយនៃជីវិតរបស់យើងថាជាការងារឬជាការលេងកម្សាន្តនោះវាមានន័យថាយើងកំពុងតែដាក់ដែនកំណត់ឲ្យខ្លួនឯងវាដូចជាអ្វីដែលយើងតែងនិយាយថាឥឡូវខ្ញុំចេញទៅធ្វើការហើយដូច្នេះខ្ញុំប្រហែលជារងទុក្ខវេទនារហូតដល់ម៉ោង 5 ល្ងាចឯណោះបានចប់ជាជាងកំណត់វាថាការងារឬជាការកម្សាន្តចូលយើងចាត់ទុកការងារទាំងនោះសុទ្ធតែជាសកម្មភាពនៃជីវិតរបស់យើងទៅវិញទៅប្រសើរជាងការស្រឡាញ់ការងារគឺដូចនឹងការស្រឡាញ់មនុស្សម្នាក់ពោលគឺដំបូងទីអ្នកប្រហែលជាងប់ងល់នឹងការស្រឡាញ់នេះហើយពេលវេលាកាន់តែដើរទៅមុខអ្នកកាន់តែមានភាពធុញទ្រាន់នឹងវាប៉ុន្តែដើម្បីអាចស្រឡាញ់សម្រាប់រយៈពេលវែងអ្នកត្រូវតែធ្វើការសម្រេចចិត្តមួយគឺផ្ដល់អ្វីទាំងអស់ដែលអ្នកមានក្រមសីលធម៌ការងារកើតមានតែនៅពេលណាដែលការងារត្រូវបានគេទទួលដោយសុខចិត្តតែប៉ុណ្ណោះមានហេតុផលពីរយ៉ាងដើម្បីឲ្យអ្នកធ្វើការឲ្យអស់ពីសមត្ថភាព
ទី1នៅពេលប្រឹងឲ្យអស់100%អ្នកកាន់តែមានសេចក្តីរីករាយចូលចាំការពីអ្នកនៅរៀនចាំថាតើអ្នកមានអារម្មណ៍បែបណានៅពេលកំពុងដើរទៅសាលានៅថ្ងៃដែលអ្នកបានធ្វើកិច្ចការសាលារួចរាល់ទាំងអស់ហើយថែមទាំងបានធ្វើអស់ពីសមត្ថភាពថែមទៀតផងតើអ្នកមិនមានអារម្មណ៍សប្បាយចិត្តលើសមុនទេឬមិនខ្វល់ថាអ្នកបានចប់សាលា50ឆ្នាំកន្លងមកហើយក៏ដោយគោលការណ៍ធ្វើកិច្ចការសាលានេះនៅតែអនុវត្តបាននៅក្នុងកិច្ចការផ្សេងៗទៀតរបស់អ្នកគ្រូរបស់អ្នកប្រាប់អ្នកឲ្យខំរៀនឲ្យអស់ពីសមត្ថភាពឪពុកម្ដាយរបស់អ្នកប្រាប់អ្នកឲ្យខំរៀនអស់ពីសមត្ថភាពឯចៅហ្វាយរបស់អ្នកប្រាប់អ្នកឲ្យខំប្រឹងធ្វើការអស់ពីសមត្ថភាពប៉ុន្តែអ្នកមិនមែនខំប្រឹងធ្វើការដើម្បីបំពេញចិត្តរបស់ឪពុកម្ដាយនិងគ្រូរបស់អ្នកឡើយហើយក៏មិនមែនដើម្បីកុំឲ្យចៅហ្វាយរបស់អ្នកស្ដីបន្ទោសនោះដែរតាមពិតអ្នកធ្វើឲ្យអស់ពីសមត្ថភាពគឺដើម្បីខ្លួនឯងទី2ពិភពលោកមានមធ្យោបាយមួយដើម្បីដាក់ទោសលើមនុស្សខ្ជិលនិងក្រអឺតក្រទមបើអ្នកខំប្រឹងធ្វើការតែពាក់កណ្ដាលចិត្តពាក់កណ្ដាលអារម្មណ៍ឬពាក់កណ្ដាលកម្លាំងថ្ងៃណាមួយបញ្ហានឹងកើតឡើងនៅក្នុងជីវិតក៏ដូចជានៅក្នុងការងាររបស់អ្នកមិនខាននៅពេលអ្នកធ្វើការលេងអ្វីៗនឹងចាប់ផ្ដើមក្រឡាប់ចាក់ចូលសួរទៅអ្នកប្រដាល់ដែលមើលស្រាលគូប្រកួតរបស់គាត់ចូលសួរទៅពាណិជ្ជករដែលមើលស្រាលគូប្រជែងរបស់គាត់មានពាក្យមួយដែលបរិយាយសកម្មភាពដែលធ្វើឡើងឲ្យអស់ពីសមត្ថភាពពាក្យនេះត្រូវបានគេហៅថាប្រកបដោយវិជ្ជាជីវៈតើអ្នកធ្លាប់កត់សម្គាល់ថាមានអ្នកបើកតាក់ស៊ីខ្លះធ្វើឲ្យដំណើរប្រកបដោយសេចក្តីរីករាយឯខ្លះទៀតបែរជាធ្វើឲ្យកើតមានការឈឺចាប់ទៅវិញហើយការបើកតាក់ស៊ីនេះគឺជាការងារដដែលដូចគ្នាសោះដូច្នេះចំណុចខុសគ្នាគឺស្ថិតនៅត្រង់ណាគឺព្រោះតែអ្នកបើកតាក់ស៊ីមួយដែលពោរពេញដោយក្តីរីករាយមានទស្សនវិជ្ជាខុសពីអ្នកបើកតាក់ស៊ីមួយទៀត Fred និយាយថាប៉ុន្តែអ្នកបើកតាក់ស៊ីល្អផ្ដល់សេវាកម្មល្អព្រោះគាត់កើតមកគឺដើម្បីជាមនុស្សរីករាយពីកំណើតមិនមែនតែ Fred តាមពិតគាត់រីករាយគឺព្រោះតែគាត់បានផ្ដល់សេវាកម្មល្អមនុស្សដែលចូលចិត្តការងាររបស់ខ្លួនតែងតែក្រោកពីគេងហើយនិយាយថាថ្ងៃនេះខ្ញុំនឹងកាន់តែមានប្រសិទ្ធភាពខ្ពស់និងកាន់តែយកចិត្តទុកដាក់ជាងកាលម្សិលមិញពួកគេមិនមែនបាញ់ចំគោលដៅតែរហូតនោះទេប៉ុន្តែវាគឺជាគោលបំណងរបស់ពួកគេបានកំណត់ថ្មីនេះខ្ញុំបាននិយាយនៅក្នុងសន្និសីទមួយនៅប្រទេសសិង្ហបុរីជាមួយនឹងលោក Singler លោក Singler បានក្លាយជានីគ្មិនអាជីពល្បីល្បាញបំផុតអស់រយៈពេលជាង20ឆ្នាំមកហើយគាត់ត្រូវបានគេទទួលស្គាល់ជាអន្តរជាតិថាជាមនុស្សកំពូលនៅក្នុងវិស័យនេះគាត់មានការវិភាគដ៏មមាញឹកហើយតម្លៃចូលរួមស្ដាប់គាត់និយាយក៏ខ្ពស់បំផុតផងដែរមុនគាត់ឡើងវេទិកាខ្ញុំបាននិយាយទៅកាន់គាត់ស៊ីងលោកប្រហែលជាបាននិយាយប្រធានបទនេះរាប់ពាន់ដងមកហើយមានទេតើលោកបានរៀបចំខ្លួនអស់ពេលប៉ុន្មានដើម្បីនិយាយប្រធានបទដដែលនេះនៅថ្ងៃនេះគាត់ឆ្លើយតបថាគឺ3ម៉ោងទោះបីជាគាត់ជោគជ័យសម្បើមអស្ចារ្យរួចទៅហើយក៏ដោយក៏ Singler មិនដែលពឹងលើប្រេងវាសនាហើយក៏គ្មានផ្លូវកាត់ដើម្បីសម្រេចសេចក្តីជោគជ័យរបស់គាត់ដែរគាត់គឺជាមនុស្សដែលមានការតាំងចិត្តខ្ពស់ចំពោះកិច្ចការរបស់ខ្លួនហើយថែមទាំងលះបង់ជាប្រចាំនៅគ្រប់ជំហានដែលគាត់បោះការកំណត់ Singler ថាជាមនុស្សប៉ិនប្រសប់ពីកំណើតគឺជាការយល់ខុសខ្លាំងណាស់ព្រោះវាត្រូវការច្រើនជាងភាពប៉ិនប្រសប់ដើម្បីអាចឡើងដល់កម្រិតកំពូលដោយរូបគាត់តើអ្នកធ្វើការដើម្បីអ្នកណាត្រូវធ្វើការឲ្យហួសពីប្រាក់ខែជានិច្ចហើយថ្ងៃណាមួយអ្នកនឹងទទួលបានប្រាក់ខែខ្ពស់ជាងអ្វីដែលអ្នកធ្វើមិនខានថ្មីនេះខ្ញុំជួបអ្នកបម្រើខ្វះសុជីវធម៌ការងារម្នាក់កាយវិការរបស់គាត់បង្ហាញឲ្យយើងឃើញហាក់គាត់ចង់និយាយថានរណាឲ្យលោកមកភពជនីឋាននេះខ្ញុំអង្គុយចាំអស់រយៈពេល20នាទីទម្រាំទទួលបានកាហ្វេកាពូឈីណូមួយកែវហើយនៅពេលកាហ្វេមកដល់វាកំពុងសឹងពេញចានទ្រនាប់នៅក្នុងកិច្ចសន្ទនានេះខ្ញុំបានសួរអំពីការងាររបស់គាត់ហើយនឹងមេរបស់គាត់និយាយថាខ្ញុំច្បាស់ខ្លួនឯងណាស់ថាមួយជីវិតនេះខ្ញុំមិនដែលចង់ធ្វើការក្នុងហាងទូគីមួយនេះទេជាអកុសលគាត់បានភ្លេចចំណុចពិសេសចម្បងបំផុតមួយនៅក្នុងជីវិតការងារក្នុងហាងនេះអ្នកមិនមែនធ្វើការដើម្បីមេរបស់អ្នកនោះទេតែធ្វើការដើម្បីខ្លួនឯងគ្មាននិយោជកណាមួយជាមនុស្សល្អឥតខ្ចោះនោះឡើយហើយក្រុមការងាររបស់អ្នកប្រហែលជាខ្ជិលច្រអូសថែមទៀតផងប៉ុន្តែនៅពេលបានចុះហត្ថលេខាយកព្រមធ្វើជាបុគ្គលិកទៅហើយកាតព្វកិច្ចរបស់អ្នកគឺត្រូវខំប្រឹងធ្វើវាឲ្យអស់ពីសមត្ថភាពមិនមែនអង្គុយចាប់កំហុសចៅហ្វាយរបស់អ្នកថាខុសបែបនេះឬបែបនោះឡើយនៅពេលអ្នកប្រឹងតែ50%អ្នកនឹងទទួលរងការឈឺចាប់ខ្លាំងជាងចៅហ្វាយរបស់អ្នកទៅទៀត
គាត់បាត់បង់តែពី$3ប៉ុណ្ណោះប៉ុន្តែអ្នកវិញនឹងបាត់បង់សេចក្តីរីករាយហើយនឹងតម្លៃខ្លួនឯងព្រមទាំងបាត់បង់មួយផ្នែកធំនៃពេលវេលាជីវិតរបស់អ្នកព្រោះការងារគឺតំណាងឲ្យមួយផ្នែកចម្បងនៃជីវិតរបស់មនុស្សម្នាក់ៗថែមទៀតផងប្រសិនបើខ្ញុំមានការងារល្អមនុស្សមួយចំនួនជឿថាមានរបស់ដែលសប្បាយនិងរបស់មិនសប្បាយដើម្បីធ្វើមិនដូច្នោះទេមនុស្សដែលពេញដោយចំណាប់អារម្មណ៍អាចធ្វើការងារធុញទ្រាន់ខ្លាចជាការងារគួរឲ្យចាប់អារម្មណ៍បាននេះមិនមែនមានន័យថាមន្ត្រីធនាគារដែលត្រូវគេបញ្ឈប់ពីការងារគួរតែទៅធ្វើការងារលៀងឡានឲ្យបាន20ឆ្នាំនោះទេប៉ុន្តែបើអាចពី3ខែជាការសាកល្បងមួយដ៏ល្អភាពជោគជ័យឬភាពថ្កុំថ្កើងទោះបីបន្តិចបន្តួចក៏ដោយអាចធ្វើឲ្យមនុស្សប្រែជាក្រអឺតក្រទមវិស្វករដែលដើរទាត់ខ្យល់គ្មានការងារធ្វើនិយាយថាខ្ញុំកសាងតែអគារខ្ពស់ៗតែប៉ុណ្ណោះឲ្យការងារខាងធ្វើបង្អួចខ្ញុំមិនធ្វើទេនាយកប្រតិបត្តិដែលត្រូវគេដកចេញពីតំណែងមួយចំនួនភ្ជាប់ខ្លួនទៅនឹងជំនួយឧបត្ថម្ភពីរដ្ឋាភិបាលពួកគេសុខចិត្តទ្រាំឈរចាំបើកប្រាក់ឧបត្ថម្ភពីរដ្ឋជាងធ្វើការងារជាអ្នករត់តុចូលមានសេចក្តីរីករាយនឹងការងារដែលជាជំរឿនរបស់អ្នកប្អូនប្រុសរបស់ខ្ញុំឈ្មោះ Christopher ដឹងអំពីរបៀបដើម្បីធ្វើការងារអន់ឲ្យទៅជាការងារដ៏គួរឲ្យចូលចិត្តប្រសិនបើខ្ញុំត្រូវជ្រើសរើសមនុស្សឲ្យធ្វើការជាអ្នកជីករណ្ដៅឬលាបថ្នាំដំបូលផ្ទះឬឲ្យវាជញ្ជាំងផ្ទះខ្ញុំចូលចិត្តជ្រើសរើសយកគាត់តែងតែគិតថាវាជាការងារគួរឲ្យរីករាយបើអ្នកអង្គុយបើករោមមាន់ជាមួយ Christopher អ្នកមុខជាសប្បាយជាងទៅផឹកស្រានៅវិធីជប់លៀងទៅទៀតគំនិតសំខាន់អ្នកខំប្រឹងធ្វើការឲ្យអស់ពីសមត្ថភាពគឺមិនមែនដើម្បីធ្វើឲ្យគេចាប់អារម្មណ៍លើអ្នកនោះទេអ្នកប្រឹងអស់ពីសមត្ថភាពព្រោះសេចក្តីប្រឹងប្រែងនេះគឺជាមធ្យោបាយមួយដែលអាចធ្វើឲ្យអ្នករីករាយនឹងការងារ 2. ការងាររបស់អ្នកសៀវភៅនេះមិនមែនជាមគ្គុទ្ទេសក៍បង្ហាញអំពីអាជីពការងារអ្វីនោះទេវាគឺជាទស្សនវិជ្ជាជីវិតឧទាហរណ៍មានឃ្លាមួយនិយាយថាអ្នកមានជីវិតមួយដូច្នេះចូលចំណាយវាមកធ្វើអ្វីដែលអ្នកប្រាថ្នាដើម្បីធ្វើបែបនេះបានអ្នកត្រូវការទទួលយកព្រមយកគំនិតចំនួន2ទី1វាទៅរួចដើម្បីអាចធ្វើសកម្មភាពដែលអ្នកស្រឡាញ់ចូលចិត្តបើវាមិនស្ថិតនៅក្នុងការងាររបស់អ្នកទេយ៉ាងហោចណាស់ក៏វាស្ថិតនៅក្នុងសកម្មភាពកម្សាន្តរបស់អ្នកដែរយើងមួយចំនួនចូលចិត្តធ្វើជាតុក្កបុគ្គលគឺមិនដែលដកពេលវេលាមួយចំណែកដើម្បីឲ្យខ្លួនឡើយបើអ្នកមិនអាចធ្វើអ្វីដែលអ្នកចូលចិត្តនៅក្នុងពេលកម្សាន្តវាពិតជាពិបាកខ្លាំងណាស់ដើម្បីសង្ឃឹមថាអ្នកអាចអនុញ្ញាតឲ្យខ្លួនឯងធ្វើការងារដែលខ្លួនពិតជាស្រឡាញ់ចូលចិត្តទី2វាពិតជាអាចទៅរួចដើម្បីទទួលប្រាក់ចំណូលចេញអំពីសកម្មភាពដែលអ្នកចូលចិត្តយើងភាគច្រើនបានធំដឹងក្តីឡើងដោយផ្នត់ជំនឿថាការងារគឺមានន័យថាជាពលកម្មដែលធ្វើឲ្យខ្លួនលំបាកខុសហើយមានមនុស្សរាប់លាននាក់បានលេងបាល់អស់ប៉ុន្តែពួកគេទទួលបានប្រាក់ចំណូលជាច្រើនទៅវិញចូលយើងកំណត់ពាក្យធ្វើអ្វីដែលខ្លួនស្រឡាញ់ចូលចិត្តថាគ្មានទេលើលោកនេះការអ្វីដែលខ្លួនស្រឡាញ់ចូលចិត្តគឺមិនមែនជាការអង្គុយតែដកលុយពីថៅកែដើម្បីទៅដេកលេងនៅឆ្នេរសមុទ្រឡើយវាមានន័យថាជាការមានចំណងដើម្បីធ្វើអ្វីមួយហើយបន្ទាប់ពីរកឃើញរបស់ដែលខ្លួនចង់ធ្វើហើយអ្នកក៏ដាក់សេចក្តីស្រឡាញ់ថាមពលនិងភាពច្នៃប្រឌិតទាំងអស់ដែលអ្នកមាននៅក្នុងការងារនោះពេលខ្លះវាត្រូវការភាពប្រថុយប្រថានហើយជានិច្ចកាលវាទាមទារឲ្យអ្នកត្រូវតែធ្វើដើម្បីអាចចិញ្ចឹមក្រពះឲ្យរស់មួយរយៈសិនក៏មានតម្រាំតែអាចរកបានការងារដែលស្ថិតនៅក្នុងក្តីស្រមៃរបស់អ្នកតាមពិតទៅភាពមិនប្រកបប្រជាគឺជាផ្នែកពាក់កណ្ដាលនៃល្បែងដែលធ្វើឲ្យយើងសប្បាយរីករាយទៅវិញទេមានន័យថាការដែលមិនដឹងច្បាស់នឹងឯងដែលធ្វើឲ្យយើងសប្បាយនៅពេលលេងល្បែងនេះនៅពេលគ្មានឧបសគ្គឬការពុះពៀទេវាហាក់ដូចជាខ្វះជាតិអ្វីម្យ៉ាងនេះហើយគឺជាមូលហេតុដែលក្មេងៗជាច្រើនដែលជាកូនចៅអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភនិងល្បីល្បាញប្រែជាបែកគំនិតនាំគ្នាមកប្រើថែមញៀនហើយបំផ្លិចបំផ្លាញខួរក្បាលរបស់ខ្លួនពួកគេគ្មានអ្វីធ្វើព្រោះមិនខ្វល់ថាពួកគេធ្វើការឬមិនធ្វើក៏ដោយក៏ពួកគេនៅតែមានសម្ភារៈនិងលុយកាក់ច្រើនគ្រប់គ្រាន់ដើម្បីចាយវាយជីវិតរបស់អ្នកនឹងមានដំណើរការល្អនៅពេលណាដែលអ្នកទទួលខុសត្រូវពេញទីចំពោះអ្វីដែលជាជម្រើសរបស់អ្នកប៉ុណ្ណោះជម្រើសដើម្បីធ្វើឲ្យខ្លួនមានសេចក្តីរីករាយគឺជាជម្រើសដែលស្ថិតនៅលើគេនៅក្នុងបញ្ជីរបស់អ្នកពេលសួរ Fred ថាហេតុអ្វីបានជាលោកធ្វើការងារនេះគាត់ឆ្លើយវិញថាព្រោះមនុស្សគ្រប់គ្នាត្រូវតែមានការងារធ្វើមិនល្អទេ Fred វាគ្មាននរណាឲ្យមេដៃដល់លោកទេព្រោះតែលោកខំប្រឹងធ្វើការងារដែលលោកស្អប់នោះឡើយ
បើលោកដឹងច្បាស់ថានៅក្នុងបេះដូងថាលោកកំពុងស្ថិតនៅក្នុងការងារខុសចូលផ្លាស់ប្ដូរវាទៅចូលធ្វើការដែលលោកស្រឡាញ់ចូលចិត្តខ្ញុំមិនដឹងថាខ្ញុំចង់បានការងារអ្វីដើម្បីធ្វើទីបើអ្នកមិនដឹងថាខ្លួនចង់ធ្វើអ្វីទេប្រហែលជាអ្នកត្រូវឈប់បន្តិចសិនហើយស្ដាប់អនុស្សាវរីយ៍របស់អ្នកក្នុងពេលជាច្រើនឆ្នាំកន្លងមកនេះពួកយើងជាច្រើនបានក្លាយជាមនុស្សផ្សេងខុសពីមុនដោយសារតែពួកយើងចេះតែខំប្រឹងធ្វើយ៉ាងណាដើម្បីបំពេញចិត្តគ្រួសាររបស់យើងអ្នកចង់លេងកីឡាបេស្បលប៉ុន្តែម្ដាយចង់ឲ្យអ្នកលេងព្យ៉ាណូអ្នកស្រមៃចង់បានឡានកីឡាប៉ុន្តែអ្នកត្រូវតែទិញឡានដែលផ្ដល់ប្រយោជន៍ច្រើនជាងឬអាចដឹកមនុស្សនិងអីវ៉ាន់បានច្រើនជាងអ្នកចង់ក្លាយជាអ្នកកាសែតប៉ុន្តែអ្នកបែរក្លាយជាគណនេយ្យករទៅវិញអ្នកចង់ធ្វើដំណើរទៅអាមេរិកខាងត្បូងប៉ុន្តែអ្នកបែរជាតែងតែទៅលេងផ្ទះរបស់លោកពូថេតទៅវិញអ្នកធ្វើការកំសាន្តណាដែលអ្នកចូលចិត្តអ្នកធ្វើអ្វីដែលអ្នករំពឹងថាចង់ធ្វើបន្ទាប់មកមានថ្ងៃមួយពេលក្រោកពីគេងអ្នកនិយាយថាខ្ញុំមិនដឹងថាខ្លួនឯងជានរណាប៉ុន្តែអ្វីដែលខ្ញុំដឹងគឺខ្ញុំមិនចង់ធ្វើសកម្មភាពនេះតទៅទៀតទេប្រសិនបើអ្នកសម្លាប់ចំណងរបស់អ្នកក្នុងរយៈពេលមួយយូរគ្រប់គ្រាន់ពោលគឺមិនមែនធ្វើអ្វីដែលខ្លួនចង់ធ្វើពេលនោះអ្នកនឹងមិនដឹងថាខ្លួនចូលចិត្តអ្វីពិតប្រាកដឡើយសំឡេងតូចដែលនៅក្នុងចិត្តនឹងរំលឹកអ្នកថាការធ្វើអ្វីដែលខ្លួនចង់ធ្វើគឺជាភាពអាត្មានិយមដូច្នេះអ្នកក៏ចេះតែបំភ្លេចអំពីវាទៅពេលខ្លះសំឡេងតូចនេះថែមទាំងនិយាយភាសាថាអ្នកឯងស្អប់ការងាររបស់អ្នកហើយការងារនេះគឺសមមុខអ្នកឯងហើយថែមទៀតផងវាក៏អាចទៅរួចផងដែរដើម្បីគិតថាខ្លួនចង់ធ្វើអ្វីមួយព្រោះតែមនុស្សគ្រប់គ្នាកំពុងតែគិតថាអ្នកចូលចិត្តវានៅទីនេះគឺជាអ្វីដែលអ្នកកត់សម្គាល់នៅពេលអ្នកពិតជាចូលចិត្តធ្វើអ្វីមួយអ្នកងាយស្រួលនឹងក្រោកពីគ្រែហើយចង់ធ្វើវាមិនចង់ឈប់ឡើយអ្នកភ្លេចអំពីពេលវេលាហើយភ្លេចសូម្បីតែខ្លួនឯងអ្នកមិនដែលខ្វល់ថាចំណាយកម្លាំងប៉ុណ្នេះឬប៉ុណ្ណោះឡើយអ្នកចង់និយាយអំពីវាសឹងតែរាប់សិបម៉ោងហើយនេះជាការអ្នកចូលចិត្តធ្វើវាតើខ្ញុំស្វែងរកចំណងរបស់ខ្ញុំដោយរបៀបណាចូលធ្វើជីវិតរបស់អ្នកឲ្យងាយសាមញ្ញចូលបញ្ឈប់ធ្វើសកម្មភាពដែលជាផ្នត់ទម្លាប់ចាស់របស់អ្នកចូលសម្អាតសម្រាលមួយចំនួនចេញអំពីជីវភាពប្រចាំថ្ងៃរបស់អ្នកដើម្បីអ្នកអាចមើលឃើញចំណងរបស់អ្នកច្បាស់ជាងមុនចូលបិទទូរទស្សន៍ចោលឲ្យបានមួយខែចូលកត់សម្គាល់អ្វីដែលអ្នកកំពុងតែគិតអំពីចូលកត់សម្គាល់អ្វីដែលអ្នកអានចូលស្ដាប់សំឡេងក្នុងចិត្តរបស់អ្នកលើកក្រោយពេលសំឡេងក្នុងចិត្តតូចមួយនិយាយថាខ្ញុំស្រឡាញ់របស់នេះធ្វើឲ្យខ្ញុំមានសេចក្តីរីករាយដូច្នេះចូលព្យាយាមស្ដាប់វាធ្វើដំណើរទៅបណ្ណាល័យចាប់ផ្ដើមដើរពីដើមទូម្ខាងទៅកាន់ចុងទូម្ខាងទៀតមើលគ្រប់ទូសៀវភៅតើសៀវភៅអ្វីដែលឆក់អារម្មណ៍របស់អ្នកចូលសាកល្បងធ្វើរបស់ថ្មីសាកល្បងគូររូបដាំរុក្ខជាតិបង្ហាត់ក្មេងៗពីរបៀបលេងបាល់ឬរៀនភាសាបរទេសជាដើមចូលសាកល្បងធ្វើរបស់ថ្មីឲ្យបាន10យ៉ាងហើយ9យ៉ាងប្រហែលជាមិនធ្វើឲ្យអ្នករីករាយឡើយប៉ុន្តែរបស់ទី10ប្រហែលជាអាចបើកទ្វារពិភពលោកថ្មីមួយសម្រាប់អ្នកបើសកម្មភាពបែបនេះមិនអាចជួយអ្វីដល់អ្នកទេចូលសាកល្បងសកម្មភាពថ្មីចំនួន10ផ្សេងទៀតដើម្បីរកឲ្យឃើញអ្នកត្រូវតែស្រាវជ្រាវបើអ្នកបាត់បង់ទិសដៅជីវិតអ្នកប្រហែលជារកវាមិនឃើញនៅក្នុងសកម្មភាពផឹកស៊ីម្ដងហើយម្ដងទៀតនៅក្នុងបារឡើយចូលផ្អាកពីសកម្មភាពនឹងបន្តិចហើយផ្ដល់ឲ្យខ្លួនឯងនៅពេលវេលាមួយចំនួនឲ្យទំនេរដើម្បីពិនិត្យពិចារណាអំពីរបស់ដែលមានប្រយោជន៍ចំពោះអ្នកធ្វើដំណើរទៅមាត់សមុទ្រឬភ្នំចំនួន1សប្តាហ៍តែម្នាក់ឯង Fred និយាយថាខ្ញុំគ្មានពេលទំនេរច្រើនដល់ថ្នាក់នឹងពេកទេនិយាយបែបហ្នឹងគឺដូចមានន័យថាខ្ញុំវង្វេងហើយខ្ញុំកំពុងតែយឺតយ៉ាវខ្លាំងណាស់ដូច្នេះខ្ញុំគ្មានពេលមើលផែនទីទេកត្តាដែលសំខាន់បំផុតចូលសង្រួមជាមួយនឹងគំនិតធ្វើអ្វីដែលអ្នកចង់ដើម្បីធ្វើរបស់ដែលអ្នកស្រឡាញ់ចូលចិត្តអ្នកត្រូវតែជឿថាវាអាចទៅរួចនៅពេលអ្នកឃើញរបស់ដែលអ្នកចូលចិត្តធ្វើហើយសមស្របនឹងពេលវេលានេះរបស់អ្នកទៀតនោះអ្នកនឹងចាប់ផ្ដើមរកឃើញចម្លើយនៅនឹងសំណួរមួយនេះមិនខានតើអ្វីទៅដែលខ្ញុំចង់ធ្វើនៅក្នុងជីវិតរបស់ខ្ញុំគំនិតសំខាន់មនុស្សជាច្រើនមិនដឹងខ្លួនសោះថាគេចង់បានអ្វីឲ្យពិតប្រាកដប៉ុន្តែពួកគេបែរជាកើតទុកព្រោះពួកគេមិនទទួលបានរបស់នោះទៅវិញបើអ្នកមិនស្គាល់របស់ដែលអ្នកចង់បានឲ្យជាក់ស្ដែងពិតប្រាកដនៅឡើយទេចូលគ្រាន់តែមើលរបស់ណាដែលប្រហាក់ប្រហែលហើយចាប់ផ្ដើមធ្វើការសម្រេចចិត្តទៅទេពកោសល្យមិនមែនត្រូវតែមានន័យថាអ្នកអាចគូរគំនូរដ៏ល្អអស្ចារ្យនោះទេការចេះមើលថែមនុស្សក៏ជាទេពកោសល្យមួយដែរការបង្រៀនក៏ជាទេពកោសល្យ
ការធ្វើឲ្យមនុស្សប្រែជាសប្បាយរីករាយក៏ជាទេពកោសល្យការចេះដោះស្រាយបញ្ហាក៏ជាទេពកោសល្យការចេះគ្រប់គ្រងក៏ជាទេពកោសល្យឯការចេះចិញ្ចឹមកូនចៅក៏ជាទេពកោសល្យដែរជាញឹកញាប់យើងតែងតែមើលស្រាលទេពកោសល្យរបស់ខ្លួនឯងហើយស្ងើចសរសើរអ្នកដទៃអ្នកស្មូនឆ្នាំងដីនិយាយថាបើខ្ញុំអាចតែងនិពន្ធបទចម្រៀងបានឥឡូវនេះខ្ញុំប្រហែលក្លាយជាមនុស្សផ្សេងបាត់ទៅហើយអ្នកលេងព្យ៉ាណូនិយាយថាបើខ្ញុំអាចច្នៃធ្វើអ្វីដោយដៃខ្ញុំប្រហែលជាចូលកង្វះសមត្ថភាពរបស់ខ្លួនឯងតាមរយៈការប្រៀបធៀបជាមួយនឹងអ្នកដទៃចូលធ្វើអ្វីដែលអ្នកអាចធ្វើបានចូលទទួលទេពកោសល្យអ្វីក៏ដោយដែលមានពីធម្មជាតិសេចក្តីបរិបូរណ៍គឺកើតចេញអំពីការអភិវឌ្ឍសមត្ថភាពពិសេសរបស់អ្នកមិនមែនកើតចេញអំពីការអង្គុយផ្សងប្រាថ្នាចង់បានសមត្ថភាពរបស់អ្នកដទៃឡើយម៉ារីនិយាយថាខ្ញុំមានទេពកោសល្យពិសេសខ្លាំងណាស់ក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងក្មេងៗប៉ុន្តែខ្ញុំមានបំណងចង់ធ្វើការនៅធនាគារជាងបើព្រះជាម្ចាស់ផ្ដល់ឲ្យអ្នកនូវទេពកោសល្យពិសេសឲ្យធ្វើការជាគ្រូបង្រៀនតើមានហេតុផលអ្វីទៅដែលគាត់ចង់ឲ្យអ្នកក្លាយជាអ្នកសរសេរប្រូក្រាមកុំព្យូទ័រដូច្នេះចូលជឿជាក់លើព្រះជាម្ចាស់ខ្លះទៅបើអ្នកអាចរកឃើញទេពកោសល្យពិសេសរបស់ខ្លួនរបស់នោះហើយដែលគាត់ចង់ឲ្យអ្នកក្លាយទៅជាឬមួយទៀតដែលត្រូវកត់សម្គាល់មនុស្សភាគច្រើនដែលប្រាប់អ្នកថាពួកគេគ្មានទេពកោសល្យអ្វីនោះទេគឺសុទ្ធតែជាមនុស្សដែលមិនធ្លាប់បានសាកល្បងធ្វើការងារឲ្យបានច្រើនមុខនៅឡើយសូមនិយាយសង្កត់ធ្ងន់បន្តិចថាទេពកោសល្យគឺមានសារៈប្រយោជន៍ណាស់ប៉ុន្តែមិនមែនមានន័យថាជាការមានវាគឺគ្រប់គ្រាន់នោះទេនៅពេលមនុស្សនិយាយអំពីភាពជោគជ័យខាងវិស័យវ័យកុនហ្គោរបស់ Jack Nicklaus ពួកគេជាទូទៅនិយាយអំពីទេពកោសល្យដ៏អស្ចារ្យរបស់គាត់ប៉ុន្តែសម្រាប់ Jake គាត់បានដឹងការពិតថាចំណុចខុសគ្នារវាងគាត់និងអ្នកវាយកុនហ្គោឆ្នើមរាប់ពាន់អ្នកផ្សេងទៀតគឺស្ថិតនៅត្រង់អត្តចរិតនិងការខំប្រឹងប្រែងឯនេះទៅវិញទេអ្នកមើលនិងអ្នកដែលមិនចេះសម្រេចអ្វីសោះតែងតែឲ្យតម្លៃខ្ពស់ទៅលើទេពកោសល្យចំពោះពួកគេការមានឬគ្មានទេពកោសល្យបែបនេះឬបែបនោះគឺជាពាក្យដោះសារចម្បងបំផុតដែលពួកគេប្រឹងធ្វើជាលេសដើម្បីខ្ជិលធ្វើអ្វីៗទាំងអស់បើមានគុណភាពល្អពិសេសណាមួយនៅក្នុងចំណោមសិល្បករអ្នកវិទ្យាសាស្ត្រកីឡាករសិទ្ធិជំនួញជនសប្បុរសធម៌គុណភាពពិសេសនេះគឺមិនមែនជាទេពកោសល្យរបស់ពួកគេទេវាគឺជាការផ្ដោតរបស់ពួកគេទេតានៅពេលណាអ្នកស្គាល់របស់ដែលខ្លួនចង់ធ្វើចូលផ្ដោតលើវាឲ្យជាប់អ្នកមិនអាចធ្វើរបស់គ្រប់យ៉ាងបានឡើយអ្នកមិនអាចជួយសង្គ្រោះត្រីបន្លែនមិនអាចព្យាបាលជំងឺមិនអាចជួសជុលស្រទាប់អូហ្សូននិងធ្វើការផ្សេងទៀតទាំងអស់ក្នុងពេលតែមួយបានឡើយដូច្នេះចូលទុកការងារផ្សេងទៀតឲ្យអ្នកដទៃធ្វើទៅហើយផ្ដោតលើរបស់ដែលអ្នកចង់ធ្វើទៅបានហើយប្រើប្រាស់ពេលវេលាទំនេររបស់អ្នកមនុស្សជាច្រើនផ្លាស់ប្ដូរពេលទំនេរឬពេលកម្សាន្តរបស់ពួកគេឲ្យក្លាយទៅជាការងារពេញម៉ោងហើយការផ្លាស់ប្ដូរពេលកម្សាន្តឲ្យទៅជារបរចិញ្ចឹមជីវិតនេះគឺជាញឹកញាប់តែងតែកើតឡើងបន្តិចម្ដង Frank ស្រឡាញ់ការថតរូបហើយលះបង់ពេលវេលាទំនេររបស់គាត់ទាំងអស់ដើម្បីដើរថតរូបគាត់ថតរូបឲ្យពិធីមង្គលការរបស់មិត្តភ័ក្តិគាត់ឈ្នះការប្រកួតប្រជែងខ្លះនៅក្នុងសហគមន៍របស់គាត់បន្តិចម្ដងគាត់មានការងារកាន់តែច្រើនឡើងនៅក្នុងរយៈពេល3ឆ្នាំគាត់រកប្រាក់ចំណូលបានកាន់តែច្រើននៅចុងសប្តាហ៍គឺបានច្រើនជាងការងារនៅក្នុងក្រុមហ៊ុនដែលគាត់បម្រើការងារទៅទៀតច្បាស់ណាស់មង្គលការមួយចំនួនត្រូវបានលុបការវិភាគអតិថិជនមួយចំនួនមិនបង់ប្រាក់ឲ្យគាត់មានខែខ្លះគាត់គ្មានប្រាក់ចំណូលទាល់តែសោះតែសម្រាប់ Frank ការនេះគឺមានតម្លៃសម្រាប់ការលះបង់របស់គាត់ Marie ស្រឡាញ់ចូលចិត្តភាសាបរទេសនាងនិយាយភាសាអ៊ីតាលីនិងអង់គ្លេសហើយនាងសម្រេចចិត្តរៀនភាសាអេស្ប៉ាញបន្ថែមទៀតនាងធ្វើដំណើរកម្សាន្តទៅក្រុងបាសេឡូណានៅអេស្ប៉ាញដើម្បីធ្វើឲ្យភាសាអេស្ប៉ាញរបស់នាងកាន់តែប្រសើរឡើងនាងបង្រៀនអង់គ្លេសដោយមិនយកប្រាក់ទៅជនអន្តោប្រវេសន៍នៅអាមេរិកខាងត្បូងដែលនិយាយភាសាអេស្ប៉ាញក្នុងរយៈពេលតែ2ឆ្នាំនាងអាចនិយាយភាសា3បានល្អឥតខ្ចោះ Mary បានដាក់ពាក្យធ្វើការជាមគ្គុទ្ទេសក៍ចំនួន3កន្លែងហើយមិនជោគជ័យឡើយប៉ុន្តែនាងមិនបញ្ឈប់ត្រង់នេះទេនាងចូលរៀនថ្នាក់បកប្រែដើម្បីសម្រេចជំនាញរបស់នាងទីបំផុតនាងជាប់តួនាទីមួយនៅក្នុងសាលាបង្រៀនជាភាសាបរទេសគីមចូលចិត្តការឡើងភ្នំហើយនឹងការបោះជំរំហើយគាត់មានសម្ភារៈគ្រប់គ្រាន់ថែមទៀតផងដូចជាស្បែកជើងឡើងភ្នំតង់សាក់កាដូជាដើមគាត់ក៏សម្គាល់ឃើញថាមនុស្សមួយចំនួនចង់ទៅបោះតង់ប៉ុន្តែពួកគេគ្មានសម្ភារៈគាត់ក៏ជួលសម្ភារៈឲ្យពួកគេពេលខ្លះគាត់ជួយរៀបចំកាលវិភាគបោះតង់ទាំងស្រុងឲ្យពួកគេដឹកជញ្ជូនពួកគេទាំងក្នុងឡានរបស់គាត់ទៀតផង
ហើយគាត់ទទួលបានប្រាក់ចំណូលពីពួកគេពេលខ្លះអ្នកបោះតង់ធ្វើបាត់ខ្សែពួររបស់គាត់ហើយធ្វើឲ្យតង់របស់គាត់ឆេះជាដើមប៉ុន្តែជីមមានហេតុផលថាគ្មានការងារណាដែលល្អឥតខ្ចោះឡើយយ៉ាងហោចណាស់វាល្អជាងការងារដែលនៅកន្លែងតម្កល់សពដែរតើអ្នកបានរៀនអ្វីខ្លះពីមនុស្សទាំងអស់នេះគឺវាអាចទៅរួចក្នុងការរកចំណូលចិញ្ចឹមជីវិតចេញអំពីកាតព្វកិច្ចធ្វើកិច្ចការដែលអ្នកស្រឡាញ់ចូលចិត្តពិភពលោកគឺជាទីផ្សារនៅពេលអ្នកបានអភិវឌ្ឍជំនាញរួចរាល់ហើយមនុស្សនឹងចំណាយប្រាក់លើវាមិនខានយើងក៏បានរៀនផងដែរថាជីវិតពិតគឺមិនដូចជាខ្សែភាពយន្តនោះទេទូរទស្សន៍មានដំណើរការដូចខាងក្រោម 7:30 នាទីវគ្គទី1លោកសាមុនថាសម្រាប់ចិត្តចាប់ផ្ដើមបង្កើតក្រុមបង្ហាញម៉ូដ 7:34 នាទីវគ្គទី2សាមុនថាជួលការិយាល័យមួយទំហំប៉ុនទីលានវ័យទេនីស 7:36 នាទីវគ្គទី3សាមុនថាតែងតាំងអ្នកគ្រប់គ្រងម្នាក់ឲ្យធ្វើការជំនួសគាត់ហើយគាត់អាចចេញដំណើរទៅលំហែកាយនៅកោះហាវ៉ៃនៅក្នុងជីវិតពិតលោកសាមុនថាអាចធ្វើដំណើរទៅធនាគារចំនួន8ធនាគារដើម្បីរកហិរញ្ញវត្ថុដែលគាត់ត្រូវការក្នុងការបើកក្រុមហ៊ុនបង្ហាញម៉ូដនេះនៅក្នុងជីវិតពិតលោកសាមុនថានឹងធ្វើការនៅចុងសប្តាហ៍នៅក្នុងហាងលក់ hamburger ដើម្បីរកប្រាក់បន្ថែមនៅក្នុងជីវិតពិតលោកសាមុនថានឹងចាប់ផ្ដើមពីការិយាល័យដែលមានទំហំប៉ុនបន្ទប់ទឹកតែប៉ុណ្ណោះជីវិតពិតគឺស្មុគស្មាញឆ្ងាយណាស់ពីជីវិតនៅក្នុងខ្សែភាពយន្តជីវិតពិតត្រូវការពេលយូរជាងដើម្បីសម្រេចគោលដៅអ្វីមួយបើនិយាយអំពីភាពយន្តបុគ្គលដែលផ្លាស់ប្ដូរពេលកំសាន្តឲ្យក្លាយទៅជាមុខរបរគឺមិនដែលចំណាយពេលច្រើនដើម្បីមើលវាឡើយរចនាសម្ព័ន្ធនៃជីវិតរស់នៅរបស់អ្នកដទៃគឺមិនត្រូវគ្នានឹងរចនាសម្ព័ន្ធនៃជីវិតរស់នៅរបស់អ្នកនោះទេគំនិតសំខាន់បើអ្នកចង់ចិញ្ចឹមជីវិតដោយធ្វើកិច្ចការដែលអ្នកស្រឡាញ់អ្នកចូលចិត្តពេលវេលាកំសាន្តរបស់អ្នកអាចជាប្រភពរកប្រាក់ចំណូលដ៏ល្អរបស់អ្នកសូមអរគុណសូមរងចាំស្ដាប់ភាគបន្ត